មកដឹងពីឈ្មោះភូមិដេរិឆានដែលមានប្រវត្តិបះបោររបស់អ្នកភូមិក្រាំងលាវខេត្តកំពង់ឆ្នាំងប្រវត្តិសាស្ត្របានចារទុកជាដំណរដល់កូនចៅជំនាន់ក្រោយគឺការតស៊ូបះបោរប្រឆាំងនឹងអាណានិគមបារាំងនៅឆ្នាំ1925គ្រាដែលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំងដែលការនោះបានទាបពន្ធដារហួសហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខវេទនារកប្រាក់បង់ពន្ធឲ្យបារាំងមិនបានហើយបានកើតចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញយោងតាមឯកសារដែលសរសេរនៅលើស្លាកយ៉ាងធំមួយជាប់នឹងចេតិយមុខវត្តបល្ល័ង្ករាំងសីហើយវត្តក្រាំងលាវក្នុងភូមិក្រាំងលាវឃុំក្រាំងលាវស្រុករលាផ្អៀមានខ្លឹមសារសង្ខេបថាព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី18ខែមេសាឆ្នាំ1925មានចលនាដ៏ឃោរឃៅមួយនឹងគួរឲ្យខ្លាចដែលផ្ទុះឡើងក្នុងចំណោមកសិករខ្មែរសុទ្ធសាធនៅក្នុងវត្តនិងក្បែរសាលាឃុំក្រាំងលាវស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយនារីក្លាហាន2នាក់មុនឈានដល់ការសម្លាប់ជនជាតិបារាំងមានឈ្មោះប៉ាដេសមានឋានៈជារេស៊ីដង់ព្រមទាំងអ្នកបកប្រែម្នាក់ឈ្មោះថៃសួននិងអង្គរៈម្នាក់ឈ្មោះឡាគឺនៅម៉ោងប្រមាណ11ថ្ងៃត្រង់មានស្ត្រីខ្មែរម្នាក់ឈ្មោះប៊ីយកបាយទៅឲ្យប្តីឈ្មោះស៊ីបដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងសាលាឃុំរលាផ្អៀជាមួយនឹងប្រុសប្រមាណ10នាក់ព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី18ខែមេសាឆ្នាំ1925មានចលនាដ៏ឃោរឃៅមួយនឹងគួរឲ្យខ្លាចដែលផ្ទុះឡើងក្នុងចំណោមកសិករខ្មែរសុទ្ធសាធនៅក្នុងវត្តនិងក្បែរសាលាឃុំក្រាំងលាវស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយនារីក្លាហាន2នាក់មុនឈានដល់ការសម្លាប់ជនជាតិបារាំងមានឈ្មោះប៉ាដេសមានឋានៈជារេស៊ីដង់ព្រមទាំងអ្នកបកប្រែម្នាក់ឈ្មោះថៃសួននិងអង្គរៈម្នាក់ឈ្មោះឡាគឺនៅម៉ោងប្រមាណ11ថ្ងៃត្រង់មានស្ត្រីខ្មែរម្នាក់ឈ្មោះប៊ីយកបាយទៅឲ្យប្តីឈ្មោះស៊ីបដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងសាលាឃុំរលាផ្អៀជាមួយនឹងប្រុសប្រមាណ10នាក់ជាមួយនឹងការយកបាយទៅឲ្យប្តីនេះដែរយាយប៊ីបានយកប្រាក់សម្រាប់ទៅលួសប្តីផងដែរប៉ុន្តែការលួសប្តីចេញមកវិញគឺមិនបានសម្រេចទេដោយសារក្នុងចំណោមមនុស្សប្រុសជាង10នាក់មានអ្នកទៅលួសប្តីតែម្នាក់ទើបជនជាតិបារាំងមិនព្រមក្រោយមកក៏មានការតាមាត់ដាក់គ្នាជាខ្លាំងដោយសារតែយាយប៊ីជាស្ត្រីខ្មែរក្លាហានហ៊ានតតាំងជាមួយបារាំងខ្លាំងពេកបារាំងឈ្មោះបាដេសបានបញ្ជាឲ្យបាញ់សម្លាប់យាយប៊ីតែនៅគ្រាដែលអង្គរៈឈ្មោះឡាច់បានតម្រង់កំភ្លើងទៅរកយាយប៊ីនិងស្ត្រីខ្មែរម្នាក់ទៀតដែលមកជាមួយហើយរៀបតែនឹងកេះកៃមានយុវជនម្នាក់ទៀតបានគៀកកណ្ដុងកំភ្លើងឡើងលើហើយក៏ផ្ទុះគ្រាប់ឡើងស្រាប់តែចលនាប្រជាពលរដ្ឋដែលនៅជិតនោះផ្ទុះកំហឹងព្រួតគ្នាវេសម្លាប់ជនជាតិបារាំងឈ្មោះបាដេសព្រមទាំងអ្នកបកប្រែឈ្មោះសួននិងអង្គរៈឈ្មោះឡាច់ស្លាប់ទៅរួចបានយកសពទាំង3នាក់មកកូរលើគ្នានៅចំណុចធ្វើចេតិយសពថ្ងៃក្រោយពីព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋផ្ទុះកំហឹងសម្លាប់រេស៊ីដង់បាដេសព្រមទាំងឈ្មោះឡាច់និងឈ្មោះសួនមិនដល់10ថ្ងៃផងក៏មានប្រកាសរបស់ព្រះមហាក្សត្រខ្មែរក្រោមគំនិតព្រួយផ្ដាំរបស់បារាំងបានឡាយប្រហោះសលេខាបដូរឈ្មោះភូមិក្រាំងលាវទៅជាភូមិដេរិឆានវិញព្រោះគេបានសន្មតថាពួកបាតកោថាជាសត្វដេរិឆានមិនស្គាល់ខុសមិនស្គាល់ត្រូវហ៊ានសម្លាប់លោកធំបារាំងមិនត្រឹមតែប៉ុណ្ណឹងបានបញ្ជាឲ្យអ្នកភូមិសង់ចេតិយមួយសម្រាប់ឧទ្ទិសដល់អ្នកទាំង3ដែលបានស្លាប់ហើយបញ្ជាឲ្យអ្នកភូមិរៀងរាល់ឆ្នាំគឺនៅថ្ងៃទី18ខែមេសាត្រូវធ្វើបុណ្យនៅចេតិយនោះម្ដងដែលបុណ្យនោះមានឈ្មោះបុណ្យលៀងទោសកំហុសរបស់ខ្លួនជាមួយគ្នានោះដែររដ្ឋការបារាំងបានបញ្ជាតាមចាប់អ្នកបះបោរនិងមេខ្លោងបន្តទៀតកាលនោះអ្នកស្រុកភ័យស្លន់ស្លោផ្អើលជ្រួលច្របល់ម្នាក់នាំរៀនរត់ចូលព្រៃខ្លះឡើងភ្នំតាបាំងជាដើមអ្នកដែលចាប់បានត្រូវយកមកឃុំឃាំងវាយសួរចម្លើយក្រោយមករយៈពេលប្រមាណ1ឆ្នាំគឺមានការអន្តរាគមន៍ពីព្រះមហេសីមួយអង្គរបស់លោកព្រះស៊ីសវត្តមានដើមកំណើតនៅឃុំបន្ទាយព្រាលក្បែរឃុំក្រាំងលាវទើបព្រះអង្គបានចេញព្រះរាជប្រកាសលុបឈ្មោះភូមិដេរិឆានមកជាភូមិក្រាំងលាវវិញនៅថ្ងៃទី9ខែមេសាឆ្នាំ1926ឆ្លងតាមឯកសារការរៀបរាប់ខាងលើនិងភស្តុតាងដូចជាចេតិយបុរាណទីតាំងវត្តក្រាំងលាវប្រជាពលរដ្ឋភូមិក្រាំងលាវរូបសំណាករូបថតលោកយាយប៊ីការនិយាយឈ្មោះភូមិដេរិឆាននិងឯកសារទាំងអស់នេះពិតជាធ្វើឲ្យឆ្លុះបញ្ចាំងឲ្យឃើញពីសោកនាដកម្មអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ចំពោះអំពើសងសឹកយ៉ាងអមនុស្សធម៌របស់បារាំងមកលើបណ្ដាភូមិក្រាំងលាវដូចជាប្រជាជាតិខ្មែរទាំងមូលឈ្មោះភូមិដេរិឆាននេះគឺជាមរតករបស់អាណានិគមបារាំងសេះនៅចុងសតវត្សទី19បងប្អូនណាខ្លះដែលធ្លាប់ស្ដាប់រឿងភូមិដេរិឆានសូមខមមិនខាងក្រោម